ថ្ងៃនេះនាងខ្ញុំមកធ្វើជាមួយនឹងចេកឆាំងដូងខ្ចីបងប្អូនហើយដាក់ជាមួយនឹងស្ករត្នោតយើងឥឡូវនេះយើងមកមើលពីរបៀបធ្វើទាំងអស់គ្នាជាដំបូងយើងត្រូវមានចេកមួយស្និតឬក៏ចេកខ្ញុំនេះអត់ដល់មួយស្និតទេបងប្អូនហើយចេកខ្ញុំនេះគឺអត់សូវទុំខ្លាំងទេអញ្ចឹងសម្រាប់ការត្រាំទឹកកំបោរគឺយើងត្រាំតែធំ10នាទីដោយសារតែចេករបស់យើងវានៅរៀងរឹងដែរអញ្ចឹងណាបងប្អូនហើយយើងមកធ្វើការបកចេករបស់យើងហើយយើងកាត់វាជាពីរបែបហ្នឹងអញ្ចឹងបន្ទាប់ពីយើងកាត់ចេកអីហើយយើងក៏ចាក់ទឹកកំបោររបស់យើងចូលអញ្ចឹងណាយើងចាក់តាទឹកថ្លាថ្លាឯកំបោររងខាងក្រោមយើងអត់ចាក់ចូលអញ្ចឹងយើងចាក់ឲ្យលិចអញ្ចឹងណាបងប្អូនហើយយើងធ្វើការត្រាំរយៈពេល10នាទីហើយសម្រាប់បរិមាណកបោហ្នឹងគឺយើងដាក់មកស្លាបព្រាកាហ្វេយើងអញ្ចឹងហើយយើងដាក់ជាមួយនឹងទឹក1លីត្រអញ្ចឹងណាបងប្អូនហើយយើងកូរទឹកហ្នឹងឲ្យសព្វទៅបន្ទាប់ពីយើងចិតចេកចិត្តអីហើយបានយើងចាក់តែទឹកថ្លាថ្លាហ្នឹងចូលដូចដែលខ្ញុំប្រាប់អញ្ចឹងក្រោយពី10នាទីក្រោយមកយើងក៏ធ្វើការយកចេកហ្នឹងមកសម្អាត3ទៅ4ទឹកអញ្ចឹងណាបងប្អូនមុនពេលដែលយើងយកទៅឆឹងអញ្ចឹងបន្ទាប់ពីយើងលាងសម្អាតចេកហើយយើងដាក់ខ្ទះយើងឲ្យក្តៅហើយយើងក៏បានដាក់ស្ករត្នោតរបស់យើងតាមបរិមាណនៃចេករបស់យើងហើយយើងកូរស្ករត្នោតយើងឲ្យឡើងជើងអង្ក្រងបែបហ្នឹងទៅបន្តមកទៀតយើងក៏ចាក់ចេកយើងចូលអញ្ចឹងណាបងប្អូនយើងចាក់ចេករបស់យើងហើយយើងកូរឲ្យសព្វទៅបន្ទាប់ពីយើងកូរសព្វហើយយើងបន្ថែមជាមួយនឹងអំបិលបន្តិចចឹងណាបងប្អូនដើម្បីឲ្យចេករបស់យើងកាន់តែផ្អែមមុតហើយយើងដាក់ទឹកដោះគោក៏បានខ្ទិះដូងក៏បានសម្រាប់នាងខ្ញុំដាក់ទឹកដោះគោបន្ទាប់ពីយើងដាក់ទឹកដោះគោយើងកូរវាឲ្យសព្វបែបហ្នឹងទៅហើយយើងធ្វើការគ្របវាអញ្ចឹងណាបងប្អូនដើម្បីឲ្យវារៀងចូលជាតិជាមួយនឹងទឹកដោះគោហើយវារីងទឹកអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងឃើញថាវាពុះហើយរីងទឹកខ្លះហើយយើងក៏ដាក់ជាមួយនឹងដូងខ្ចីដែលយើងបានកោសនឹងគឺយើងដាក់ម្ដងបន្តិចយើងកូរឲ្យសព្វអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីយើងកូរវាឲ្យសព្វបែបហ្នឹងទៅយើងទុកវាឲ្យរីងទឹកជាងនឹងអញ្ចឹងណាដើម្បីឲ្យវាឡើងក្រហមបែបនេះអញ្ចឹងនៅពេលដែលចេកយើងឡើងក្រហមបែបហ្នឹងគឺវាឆ្អិនហើយបងប្អូនគឺយើងអាចដួសយកមកធ្វើការបរិភោគបានហើយ